ពេលយុវជននោះងាកមកវិញស្រាប់តែឃើញអ្វីមួយគួរឲ្យរំភើបពួកពណ៌សពីមុនបានឆេះយ៉ាងខ្លាំងបន្ទាប់មកយានអវកាស Airline ដ៏ធំមួយបានលេចចេញពីវានេះជាទំនាក់ទំនងដំបូងបង្អស់រវាងមនុស្សជាតិនិងអរិយធម៌ក្រៅភពក្នុងប្រវត្តិសាស្ត្រកប៉ាល់ដ៏ធំបានគ្របដណ្ដប់យ៉ាងលឿនទីក្រុងទាំងមូលភ័យខ្លាចមនុស្សម្នាដែលមិនធ្លាប់ឃើញអ្វីដូចវាពីមុនបានធ្លាក់ក្នុងភាពភ័យស្លន់ស្លោការឈ្លានពាននៃអរិយធម៌ជនបរទេសបានបំផ្លាញសន្តិភាពសង្គមយ៉ាងឆាប់រហ័សសណ្ដាប់ធ្នាប់សង្គមបានធ្វើទាំងស្រុងហើយរថយន្តបុកគ្នាកំពុងកើតមានជាបន្តបន្ទាប់នៅតាមដងផ្លូវប្រឈមមុខនឹងយានអវកាសក្រៅភពដ៏ធំបែបនេះប្រជាជននៅតាមដងផ្លូវអាចរត់គេចខ្លួនដោយភាពភ័យទីក្រុងទាំងមូលបានធ្លាក់ចូលទៅក្នុងការភ័យស្លន់ស្លោភ្លាមទោះជាយ៉ាងណាក៏ដោយអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺថាយានអវកាសជាបែបនេះបានបង្ហាញខ្លួនក្នុងពេលដំណើរគ្នានៅលើមាត្រដ្ឋានពិភពលោកវត្ថុដ៏ធំសម្បើមដូចគ្នាហោះលើទីក្រុងធំទាំងអស់ប្រធានាធិបតីអាមេរិកបានប្រឡេកមើលទៅលើយានអវកាសមួយដែលបានមកដល់ខាងលើសេតវិមានគាត់ភ័យខ្លាចជាខ្លាំងគាត់បានធ្វើសន្និសីទកាសែតជាបន្ទាន់ដើម្បីធានាដល់សាធារណជនភ្លាមនោះគាត់បានបញ្ជូន Vaptors ទំនើបបំផុតចំនួន4នាក់យន្តហោះចម្បាំងបានព្យាយាមទំនាក់ទំនងមិត្តភាពជាមួយមនុស្សភពក្រៅមុនពេលធ្វើដំណើរទៅកាន់យានអវកាសនៅពេលនេះមេដឹកនាំពិភពលោកកំពុងឃ្លាំមើលស្ថានភាពការទូតដ៏គ្រោះថ្នាក់នេះយ៉ាងយកចិត្តទុកដាក់ទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលយន្តហោះចម្បាំងបានខិតជិតក្នុងរបៀបប្រយុទ្ធស្នាមប្រេះមួយបានបើកបន្តិចម្ដងនៅផ្នែកខាងក្រោមនៃយានអវកាសភ្លាមនោះពន្លឺពណ៌ខៀវងឹតមួយបានបាញ់ចេញពីស្នាមប្រេះដំបូងឡើយអ្នកបើកយន្តហោះបានយល់ច្រឡំអំពីសញ្ញាចូលពីគម្លាតសម្រាប់សញ្ញាទំនាក់ទំនងមិត្តភាពពីមនុស្សភពក្រៅទោះយ៉ាងណាវិនាទីបន្ទាប់ការវិបត្តិយ៉ាងសាហាវរបស់មនុស្សភពក្រៅបានបំផ្លាញការបំភាន់ដ៏ស្រស់ស្អាតរបស់មនុស្សជាភ្លាមអំពីការប្រាស្រ័យទាក់ទងនៅក្រៅភពការដឹងពីស្ថានភាពគឺសំខាន់មន្ត្រីកម្ពុជារបស់រដ្ឋាភិបាលបានបើកវគ្គដាច់រត់ភ្លាមប្រធានាធិបតីជប៉ុននិងសមាជិកគណៈរដ្ឋមន្ត្រីត្រូវបានជម្លៀសចេញពីសេតវិមានដោយយន្តហោះចម្បាំងយ៉ាងណាមិញមនុស្សសាមញ្ញជាច្រើនមិនបានដឹងទាំងស្រុងអំពីរឿងនេះទេអ្នកនិយមជ្រុលខ្លះបានប្រមូលផ្ដុំគ្នានៅអគារ Empire State ពួកគេបានប្រវិដៃនៅលើកម្ពុជាដោយសង្ឃឹមថាមនុស្សក្រៅភពនឹងយកពួកគេទៅឆ្ងាយយ៉ាងណាមិញអ្វីដែលពួកគេមិនបានដឹងនោះគឺថាពួកគេនឹងត្រូវបានជនបរទេសសម្លាប់ដោយគ្មានមេត្តាផ្នែកខាងក្រោមនៃយានអវកាស Airline ត្រូវបានលាតត្រដាងបន្តិចម្ដងឧបករណ៍មេកានិកដ៏ស្មុគស្មាញនិងបំពង់ថាមពលរបស់គាត់ត្រូវបានបង្ហាញឲ្យដឹងតែយឺតពេលនៅពេលដែលមនុស្សបានដឹងវាថាមពលដែលខ្វាក់ភ្នែកបានបង្រួបបង្រួមម្ដងទៀតនៅចំកណ្ដាលឧបករណ៍ភ្លាមនោះកាំរស្មីឡាសេរបានបាញ់ចេញមកក្រៅហើយអគារខ្ពស់ទាំងមូលត្រូវបានបន្ទុកជាងទៅជាភេទនៅក្រោមការវាយប្រហារដ៏ខ្លាំងក្លារលកឆក់ពីការផ្ទុះយានយន្តទាំងអស់ត្រូវបានប្រឡាក់រថយន្តដែលឆេះបានព្រៀងធ្លាក់មកលើភូមិមនុស្សហើយពេលនោះទើបជនរងគ្រោះដឹងពីគ្រោះថ្នាក់ហើយរត់គេចខ្លួនទាំងភ័យប៉ុន្តែវាច្បាស់ជាយឺតពេលហើយទីក្រុងទាំងមូលត្រូវបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅហើយស្ទើរតែគ្មាននរណាម្នាក់ក្នុងចម្ងាយ100ម៉ៃល៍អាចរស់បានឡើយចំនួនអ្នកស្លាប់និងរបួសគឺកាន់តែមិនអាចគណនាបានយានអវកាស Airline មកពីជុំវិញពិភពលោកបានបើកការវាយប្រហារក្នុងពេលដំណើរគ្នាសូម្បីតែសេតវិមានដ៏ល្បីល្បាញក៏ត្រូវបានកាត់បន្ថយភ្លាមទៅជាការបំផ្លិចបំផ្លាញដោយខ្ញុំខាំពលជាសំណាងល្អប្រធាននិងក្រុមរបស់គាត់ត្រូវបានជម្លៀសដោយជោគជ័យនិងមានសុវត្ថិភាពនៅព្រឹកបន្ទាប់ប្រធានាធិបតីដែលខឹងសម្បាភ្លាមបានបញ្ជាឲ្យមានការវាយបកយ៉ាងពេញទំហឹងក្រុមយន្តហោះចម្បាំងលំដាប់កំពូលដឹកនាំដោយឆេវឈួយហ្វូងភ្លាមបានហោះសម្ដៅទៅកាន់យានអវកាសនៅពេលដែលពួកគេបានចូលទៅក្នុងជួរវាយប្រហាររបស់ខ្លួនកងអនុសេនាធំប្រយុទ្ធបានបើកការវាយប្រហារភ្លាមកម្មជួយរាប់មិនអស់ប៉ុន្តែគួរឲ្យស្ដាយពេលដែលកម្មជួយហោះមកជិតភពក្រៅភពការវាយប្រហាររបស់យានអវកាសត្រូវបានរារាំងយ៉ាងងាយស្រួលដោយប្រព័ន្ធការពារដ៏មានឥទ្ធិពលរបស់វាតើពួកគេមិនឆ្លងកាត់ទេលោកមិនមែនជាម្នាក់ទេដោយឃើញថាពួកគេហ៊ាននឹងធ្លាក់ចូលទៅក្នុងខែការពារឆេវឈួយក៏ប្រញាប់នាំមាន់ឡើងទៅលើជាលទ្ធផលយន្តហោះចម្បាំងមួយគ្រឿងដែលមិនអាចបត់បានទាន់ពេលវេលាបានធ្លាក់ចូលទៅក្នុងខែការពារដែលបណ្ដាលឲ្យអ្នកបើកបរនិងនាវិកស្លាប់កាន់តែអាក្រក់ជ្រោកបាញ់បង្ហោះរាប់មិនអស់នៅខាងក្រោមយានអវកាសភ្លាមយន្តហោះចម្បាំងរបស់ជនបរទេសរៀងចម្លែកមួយចំនួនបានលេចចេញជារូបរាងយន្តហោះចម្បាំងទាំងនេះក៏ត្រូវបានរុំដោយលិខិតឆ្លងដែនពណ៌ខៀវស្រោផងដែរការវាយប្រហាររបស់យោធាអាមេរិកមកលើរូបលោកពិតជាគ្មានឥទ្ធិពលអ្វីឡើយភាគីទាំងពីរត្រូវបានគូផ្គងស្មើគ្នាការប្រយុទ្ធតាមអាកាសបានប្រែក្លាយទៅជាការសម្លាប់រង្គាលតែម្ខាងយ៉ាងឆាប់រហ័សដោយឃើញកងនាវារបស់លោកត្រូវបានបាញ់ធ្លាក់ម្ដងមួយលោកប្រធានាធិបតីត្រូវបង្ខំចិត្តបញ្ជាឲ្យដកថយទាំងស្រក់ទឹកភ្នែកយកគាត់ចេញពីទីនោះប៉ុន្តែវាយឺតពេលហើយមួយសន្ទុះក្រោយមកយោធាអាមេរិកបានបាត់បង់យន្តហោះជាច្រើនគ្រឿងមានតែឆេវឈួយនិងអ្នកដទៃទៀតដែលនៅតែតស៊ូបន្តហើយមកដល់ពេលនេះពួកគេមានសាំងតិចតួចណាស់ប៉ុន្តែយានអវកាសនៅពីក្រោយបានបន្តដេញតាមដោយគ្មានជំរឿនផ្សេងទៀតឆេវឈួយអាចនាំគាត់ចូលទៅក្នុងដីដ៏ស្មុគស្មាញនៃជ្រលងភ្នំបន្ទាប់មកជ្រលងភ្នំបានប្រើមុខថ្មតូចចង្អៀតបណ្ដាលឲ្យធ្លាក់ចូលច្រាំងថ្មយានអវកាសនៅទីបំផុតបានធ្លាក់នៅវាលខ្សាច់ខណៈដែលឆេវឈួយបានលោតឆាត់យ៉ងដោយជោគជ័យនៅនាទីចុងក្រោយដោយឃើញសាកសពសម្មិតរាប់មិនអស់នៅរីប៉ាយពីពេញភ្នំនិងវាលស្រែបានធ្វើឲ្យឆេវឈួយខឹងសម្បាដោយបាត់បង់ស្មារតីគាត់បានបើកយានអវកាស Airline ដោយផ្ទាល់ដោយឃើញសត្វចម្លែកដែលនៅតែរស់រវើកនៅខាងក្នុងឆេវឈួយបានពុកកណ្ដាប់ដៃទៅវាដោយកំហឹងបន្ទាប់មកគាត់បានអូសអ្នកទោសជនបរទេសដែលទុំខ្សោយនោះមកឆ្លើយបានតស៊ូដើម្បីឈានទៅមុខក្នុងវាលរហស្ថានដ៏ក្តៅក្រហាយជាសំណាងល្អខណៈដែលគាត់កំពុងស្ថិតក្នុងស្ថានភាពខ្វះជាតិទឹកគាត់មានសំណាងគ្រប់គ្រាន់ក្នុងការជួបជាមួយមិត្តរួមក្រុមដែលកំពុងធ្វើដំណើរទៅកាន់ទីជម្រកទីបំផុតពួកគេបានជិះកង់ទៅដល់មូលដ្ឋានជ្រៅក្នុងវាលខ្សាច់កន្លែងនេះក៏ជាមូលដ្ឋានសម្ងាត់សម្រាប់ការស្រាវជ្រាវមនុស្សលើភពក្រៅផែនដីដែលគេស្គាល់ថាជាតំបន់51នៅក្នុងមូលដ្ឋានក្រោមដីដ៏ល្បីល្បាញនេះប្រធានាធិបតីនិងមន្ត្រីយោធាកម្ពុជាបានធ្វើការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះជាកន្លែងដែលគាត់មិនធ្លាប់បានចូលមកពីមុនមកវាប្រែថារដ្ឋាភិបាលបានចាប់យកដោយសម្ងាត់នៅយានអវកាស Airline ដែលបានធ្លាក់កាលពីសតវត្សទី20ទោះបីជាមានការស្រាវជ្រាវជាច្រើនទូវត្តក៏ដោយអ្នកវិទ្យាសាស្ត្រនៅតែរកឃើញថាវាដូចជាការបកស្រាយអក្សរសម្ងាត់គោលការណ៍ការងារនៃប្រព័ន្ធជំរុញទំនាញផែនដីនិងអាវុធថាមពលរបស់មនុស្សភពក្រៅនៅតែមិនអាចយល់បានទាំងស្រុងពេលដែលការស្រាវជ្រាវត្រូវបានផ្អាកឆេវឈួយបានមកដល់ឧបសគ្គហើយបាននាំមកនូវជីវិតការរកឃើញជីវិតក្រៅភពបានធ្វើឲ្យអ្នកវិទ្យាសាស្ត្ររំភើបចិត្តដែលបានរៀបចំក្រុមលំដាប់កម្ពុជាភ្លាមក្រុមការងារចាប់ផ្ដើមសិក្សាកាយវិភាគសាស្ត្រប៉ុន្តែភ្លាមនោះស្បែកក្បាលបានកាត់ស្បែកមនុស្សក្រៅភពមានអ្វីមួយដែលគួរឲ្យភ័យខ្លាចបានកើតឡើង